ខ្ញុំប្រកាសណាធិបាទខំវាសនាសូមលំអរកាយក្រោយបង្គំប្រគុណម្ចាស់ព្រះធរនុធរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែគង់ជីវិតមានក្នុងវេទិកាសាធារណៈនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនមួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីរាប់អានសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំបានត្រេះរិះពិចារណាច្រើនណាស់អំពីបញ្ហានយោបាយនៅក្នុងស្រុកខ្មែររបស់យើងខ្ញុំគិតទៅគិតមកខ្ញុំឃើញចម្លើយនៅតែដដែលមុននឹងខ្ញុំចាប់ផ្ដើមបញ្ចេញមតិយោបល់ទៅលើរឿងអ្វីមួយខ្ញុំបានគិតរឿងនឹងច្រើនលើកច្រើនសារល្អិតល្អន់បើសិនណាជាវាមានការខុសឆ្គងក៏ព្រោះតែបញ្ញារបស់ខ្ញុំវាមិនស៊ីជម្រៅដល់បញ្ហាដែលកើតមានពិតប្រាកដប៉ុន្តែឲ្យខ្ញុំគិតលេងរួចហើយខ្ញុំយកគំនិតយោបល់នោះមកនិយាយមិនមែនជាអត្តចរិតរបស់ខ្ញុំទេពីព្រោះវាតាក់ទងជាមួយនឹងតម្លៃរបស់យើងពាក្យសម្ដីរបស់យើងដែលយើងនិយាយគ្មានការគិតត្រេះរិះពិចារណាឲ្យបានល្អិតល្អន់វាបង្ហាញអំពីតម្លៃពិតប្រាកដរបស់យើងថាយើងគឺជាមនុស្សចង់ឬមួយយើងគិតបានល្អិតល្អន់ហើយយើងដឹងថារឿងហ្នឹងវាអញ្ចឹងប៉ុន្តែដោយសារផលប្រយោជន៍ណាមួយយើងនិយាយប្រាសចាកការយល់របស់យើងនោះក៏វាជាតម្លៃរបស់យើងដែរអញ្ចឹងហើយបានខ្ញុំនិយាយប្រាប់បងប្អូនថាមុននឹងខ្ញុំបញ្ចេញទស្សនៈឬគំនិតណាមួយនៅក្នុងវេទិកាសាធារណៈក៏ដូចជាការប្រស័យតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនខ្ញុំតែងតែគិតល្អិតល្អន់អំពីគំនិតទស្សនៈដែលខ្ញុំត្រូវបញ្ចេញទៅពីព្រោះវាតាក់ទងជាមួយនឹងតម្លៃរបស់យើងនៅក្នុងសង្គមខ្មែរគេមិនទាន់ឲ្យតម្លៃទៅលើពាក្យសម្ដីខ្លាំងពេកទេប៉ុន្តែនៅសង្គមជឿនលឿនមនុស្សឲ្យតម្លៃទៅលើពាក្យសម្ដីខ្លាំងណាស់បងប្អូនមើលអូប៉្រាមើលដោយសារតែពាក្យពិតដែលអូប៉្រានិយាយទីបំផុតទីកូនអ្នកក្រអូប៉្រាខ្លាយទៅជា billionaire ដោយសារតែពាក្យពិតអ្នកណាមិនឲ្យតម្លៃពាក្យរបស់យើងជារឿងរបស់គេប៉ុន្តែតម្លៃរបស់យើងនៅតែមានពីព្រោះតម្លៃពិតប្រាកដគឺវានៅក្នុងខ្លួនរបស់យើងវាអាស្រ័យទៅលើអត្តចរិតវាអាស្រ័យទៅលើការងារដែលយើងប្រកាន់យកនោះហើយគឺជាតម្លៃពិតប្រាកដរបស់ខ្លួនយើងនៅក្នុងសង្គមខ្មែរតែយើងចង់ដាក់តម្លៃថ្មីនៅក្នុងចំណោមពលរដ្ឋរបស់យើងដែលគាត់ពុំទាន់ឲ្យតម្លៃត្រឹមត្រូវនោះគឺជាបដិវត្តន៍មួយស៊ីជម្រៅអញ្ចឹងអ្នកបដិវត្តន៍ត្រូវមានភាពនឹងធឹងទៅលើអ្វីដែលខ្លួនយល់ថាត្រឹមត្រូវហើយរាល់តម្លៃទាំងអស់ត្រូវចេះឲ្យដោយខ្លួនឯងមិនចាំបាច់អ្នកដទៃឲ្យទេបើបងប្អូនគ្មានអារម្មណ៍បែបហ្នឹងទេបងប្អូនមិនអាចคลายទៅជាជនបដិវត្តន៍អាចជះឥទ្ធិពលទៅលើសង្គមបានទេគំនិតត្រឹមត្រូវទាំងឡាយត្រូវបិទឆ្លូវដោយសារការភ័យខ្លាចការឲ្យតម្លៃរបស់អ្នកដទៃមនុស្សអញ្ចឹងមិនមែនជាមនុស្សខ្លាំងទេមនុស្សខ្លាំងទាំងឡាយគេផ្អែកទៅលើគំនិតទស្សនៈដែលគេយល់ថាត្រឹមត្រូវបានវិភាគយ៉ាងល្អិតល្អន់មានការសង្កេតពិសោធន៍យ៉ាងត្រឹមត្រូវគេពឹងផ្អែកទៅលើទិន្នន័យទាំងអស់ហ្នឹងរួចហើយគេចេញទៅខាងក្រៅដោយយកការពិតយកបទពិសោធន៍គំនិតទស្សនៈដែលគេបានសង្កេតយកទៅបញ្ចេញគំនិតយោបល់ដោយមិនខ្លាចមហាជនឡើយជនបដិវត្តន៍ទាំងឡាយសុទ្ធតែមានទម្រង់បែបនេះទាំងអស់សម្រាប់ខ្លួនខ្ញុំផ្ទាល់រឿងនយោបាយនៅក្នុងស្រុកខ្មែរខ្ញុំគិតច្រើនណាស់បងប្អូនមានពេលខ្លះខ្ញុំគិតហើយខ្ញុំសើចម្នាក់ឯងខ្ញុំនឹកក្នុងចិត្តថាបើខ្ញុំយកពាក្យទាំងអស់នេះទៅនិយាយខាងក្រៅមានមនុស្សមិនតិចទេតែគេសើចចំអកឲ្យខ្ញុំគេថាអីឯងនឹងក៏វាអស្ចារ្យអីខ្លាំងម្ល៉េះប៉ុន្តែដូចខ្ញុំនិយាយខាងដើមអញ្ចឹងបើការនិយាយរបស់ខ្ញុំមិនមែនជាពាក្យពិតនោះវាគឺជាតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់អ្នកដទៃគេនឹងមិនអាចឲ្យតម្លៃយើងបានទេនៅពេលដែលខ្លួនរបស់យើងក៏យើងមិនឲ្យតម្លៃខ្លួនយើងផងពីព្រោះយើងនិយាយពាក្យអត់ពិតមានន័យថាខ្លួនយើងក៏អត់ឲ្យតម្លៃខ្លួនយើងផងតើពីណាគេនឹងគោរពយើងតាមក្រោយបងប្អូនខ្ញុំមិនដឹងជាការគិតរបស់ខ្ញុំនោះវាខុសឬវាត្រូវដោយសារបញ្ញារបស់ខ្ញុំចាក់មិនដល់ឬយ៉ាងណាទេប៉ុន្តែនោះគឺជាពាក្យពិតឬជាអារម្មណ៍ពិតដែលមាននៅក្នុងចិត្តរបស់ខ្ញុំទី1ដែលធ្វើឲ្យខ្ញុំអស់ដំណោចនោះគឺខ្ញុំចេះតែមានអារម្មណ៍ថាស្រុកខ្មែរបើអញមិនចេញមុខដោះស្រាយគឺអត់មានអាណា
យទេខ្ញុំនិយាយទៀតនឹងទៅបងប្អូនមានមនុស្សច្រើនណាស់គេចំអកឲ្យខ្ញុំគេថាអីឯងកុំអស់ចាំហ៎តែនេះជាអារម្មណ៍បងប្អូនជាអារម្មណ៍នឹកក្នុងចិត្តថាចង់គិតពីរឿងស្មុគស្មាញក្នុងជីវិតខ្ញុំមិនចូលចិត្តការកាច់មួលមិនចូលចិត្តជីវិតប្រកួតប្រជែងសោះឡើយខ្ញុំចូលចិត្តសរសេររឿងបដាច់មនោសញ្ចេតនាចូលចិត្តថតរឿងប៉ុន្តែស្ថានភាពស្រុកទេសវារុញច្រានឲ្យខ្ញុំមកធ្វើការដែលខ្ញុំមិនចង់ជីវិតនយោបាយជាជីវិតកុំកាច់ប្រកួតប្រជែងខ្លាំងណាបងប្អូនសូមទៅជាខ្មៅរឿងដែលយើងមិនដែលបានធ្វើក៏តែសោះគេនិយាយទៅជីវិតបែបហ្នឹងបងប្អូនសម្រាប់ខ្លួនខ្ញុំផ្ទាល់ដែលយល់អំពីធម៌យល់អំពីសេចក្តីសុខប្រាជ្ញាវត្ថុនៅខាងក្រៅគឺសុខនៅតែខាងក្នុងខ្ញុំមិនចង់ចូលក្នុងជីវិតប្រកួតប្រជែងបែបនេះទេមានសបាយស៊ីសរសេររឿងថតរឿងទៅបំរើមនោសញ្ចេតនារបស់ខ្លួនរងចាំថ្ងៃស្លាប់ទៅគេដោយឯងសម្រាប់ខ្លួនខ្ញុំវាគ្រប់គ្រាន់ហើយប៉ុន្តែខ្ញុំចេះតែមានអារម្មណ៍ថាទម្លាក់ក្បាលមេក្រូអត់កើតនៅក្នុងចិត្តថាបើអញអត់ធ្វើកូនខ្មែរដឹងមិនទេនេះដឹងអាណាគេចំណេញពីគាត់ខ្លះទេនេះអត់មានមូលដ្ឋានក្នុងការត្រេះរិះពិចារណាបងបាយតាមគ្នានឹងគេបោកងាប់អស់ហើយចេះតែនឹកក្នុងចិត្តអញ្ចឹងមើលទៅកំណត់ទស្សនៈដែលប្រជាប្រដ្ឋឆ្លប់ប្រើមកមួយចំនួនខុសឆ្គងអាកំណត់ទស្សនៈថ្មីអត់មានពីណាបកកើតពូជសាសមួយនឹងបានកំណត់មកពីណាយកទៅប្រើទេនេះបើក្នុងជីវិតមនុស្សសំខាន់ណាស់ត្រូវការកំណត់យកទៅប្រើកំណត់ជាឋានទីនាំផ្លូវជីវិតក៏ចង់នៅក្នុងសង្គមខ្មែរអត់មានពីណាឲ្យតម្លៃទៅលើកំណត់ក៏អត់ចឹងមានបណ្ឌិតច្រើនណាស់ដែលពួកអ្នកសារព័ត៌មានគេអាសាទៅសុំមតិយោបល់ពីពួកគាត់ខ្ញុំមើលទៅរយៈកំខានអត់មានកំណត់អត់មានទស្សនៈអីផងដល់ពេលថ្នាក់បណ្ឌិតថ្នាក់មានអត្តពលក្នុងសង្គមដែលត្រូវបានពួកអ្នកសារព័ត៌មាននឹងគេឲ្យតម្លៃគេទៅសុំខមមិនញឹកញាប់ជាមនុស្សកំណត់ខ្លីប្រវែងកតុយដណ្ដើមហើយចោះកំមតែប្រជាប្រដ្ឋទៀតទៅនឹងយ៉ាងណាទៅអាគិតឃើញត្រង់ហ្នឹងបងប្អូនចេះតែមានអារម្មណ៍បើអញដាក់ក្បាលដេក្រូទៅបើអញអត់ឡើងមកនិយាយដឹងមានអាណាទេស្រុកខ្មែរតែពេលខ្ញុំនិយាយអញ្ចឹងគេថាខ្ញុំហ្នឹងវាអួតបើសិនជាខ្ញុំអួតទៅបងប្អូនតើខ្ញុំហ្នឹងបថោកតម្លៃខ្លួនឯងអញ្ចឹងវាគឺជាអារម្មណ៍ពិតនៅក្នុងចិត្តរបស់ខ្ញុំត្រង់ថាខ្ញុំគិតនឹងវាខុសឬវាត្រូវអាហ្នឹងប្រហែលអាចជាអវិជ្ជារបស់ខ្ញុំតែឲ្យខ្ញុំទៅបំពេញខ្ញុំមិនយល់ថាអញ្ចឹងទេរួចឲ្យខ្ញុំបំពេញការពិតដែលមានក្នុងចិត្តរបស់ខ្ញុំធ្វើទេពីព្រោះវាជាតម្លៃរបស់ខ្ញុំនយោបាយនៅក្នុងស្រុកខ្មែរខ្ញុំគិតជាពិសេសគឺនៅពេលក្រោយបោះឆ្នោតហើយម្ដងបងប្អូនសង្កេតមើលវិបត្តិនយោបាយគឺវិបត្តិចែកអំណាចគ្នាមិនត្រូវនឹងកើតមានរហូតឲ្យតែបោះឆ្នោតហើយរហូតអាណត្តិណាក៏ដោយអាណត្តិណាដែរឲ្យតែបោះឆ្នោតហើយគឺវិបត្តិនយោបាយវិបត្តិចែកអំណាចនឹងកើតមានណាហើយបន្តរ៉ាំរ៉ៃរហូតដល់ជិតបោះឆ្នោតដល់ពេលបោះឆ្នោតហើយតាំងកើតទៀតណាតែអញ្ចឹងរួចហើយចង់តិចដល់ពេលបោះឆ្នោតហើយទៀតណាតែអញ្ចឹងខ្ញុំគិតទៅគិតមកចម្លើយនៅតែដដែលទៀតណាអាចចម្លើយនៅតែដដែលទេបើនិយាយខុសការពិតជាតម្លៃរបស់ខ្ញុំទៀតគឺមានចម្លើយមួយដើម្បីដោះស្រាយវិបត្តិជាពិសេសគឺវិបត្តិនយោបាយតែវិបត្តិនយោបាយគឺវិបត្តិចែកអំណាចគ្នាមិនត្រូវអាវិបត្តិផ្សេងទៀតគឺវិបត្តិអយុត្តិធម៌សង្គមវិបត្តិជនបរទេសហូរចូលក្នុងដីខ្មែរការរំលោភដីធ្លីវាមិនមែនជាវិបត្តិនយោបាយទេតែនិយាយពីវិបត្តិនយោបាយគឺនិយាយពីរឿងចែកអំណាចគ្នាមិនត្រូវហ្នឹងខ្ញុំគិតចុះគិតឡើងជាពិសេសគឺបញ្ហាវិបត្តិនយោបាយនៅក្នុងស្រុកខ្មែរខ្ញុំចេះតែមានអារម្មណ៍មួយខុសនៅក្នុងចិត្តហើយបងប្អូនចេះតែគិតថាការកំណត់ទស្សនៈរបស់ខ្ញុំនឹងត្រូវអត់គិតទៅគិតមកខ្ញុំថាដើម្បីបញ្ចប់វិបត្តិនយោបាយនៅស្រុកខ្មែរដាច់ខាតត្រូវមានគណៈបកប្រឆាំងមួយថ្មីខ្ញុំគិតតែចឹងគិតទៅគិតមកឃើញតែចឹងគិត100ដង1000ដងដល់ចឹងខ្ញុំថាដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងស្រុកខ្មែរហើយបោះឆ្នោតមកហ្នឹងមានវិបត្តិនយោបាយរហូតដើម្បីដោះស្រាយវិបត្តិនយោបាយនៅស្រុកខ្មែរខ្ញុំថាគាត់តែមានគណៈបកប្រឆាំងមួយថ្មីគណៈបកប្រឆាំងមួយថ្មីហ្នឹងមានលក្ខណៈយ៉ាងម៉េចចាំយើងនិយាយទៀតវាមិនមែនគ្រាន់តែមានគណៈបកប្រឆាំងមួយថ្មីវាគ្រប់គ្រាន់ដើម្បីដោះស្រាយវិបត្តិនយោបាយឬវិបត្តិចែកអំណាចគ្នាក្រោយការបោះឆ្នោតនោះទេប៉ុន្តែដំណោមដៃដាច់ខាតគឺគណៈបកប្រឆាំងរាល់ថ្ងៃហ្នឹងมันអាចដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោតបានទេខ្ញុំយល់ថាអញ្ចឹងពលត្រូវក្នុងចិត្តថាអញ្ចឹងបងប្អូនគិតយ៉ាងម៉េចមិនដឹងទេខ្ញុំ
បញ្ជូនសារមួយនេះជាការគិតរបស់ខ្ញុំទៅកាន់ជនរួមជាតិខ្មែរដើម្បីគិតពិចារណាអំពីការដោះដូរគណៈបកប្រឆាំងអ្នកខ្លះទៀតណាតែវាកាច់មួលវានិយាយថាម៉េចទេរឿងធំប៉ុណ្ណាណៃគេចង់ដូរចង់ងាប់រដ្ឋាភិបាលឯណោះឥឡូវយើងនាំគ្នាមកដូរគណៈបកប្រឆាំងនេះបងប្អូនណារដ្ឋាភិបាលយើងចាត់ទុកជាបញ្ហាទៅចុះរដ្ឋាភិបាលគឺជាបញ្ហាតែយើងត្រូវដោះស្រាយនោះគឺជាបងអត់កែណាបងបើចង់នៅជាមួយគ្នាមានតែកែអូនហើយរឿងបងថាត់ស្រាបងដើរលេងយប់មួយមិត្តភ័ក្តិចាយលុយច្រើនទៅចូលផ្ទះបងអត់កែទេបើអូនចង់នៅមួយបងកែអូនទទួលយកបងបានអត់រឿងបងអត់កែទេរឿងរដ្ឋាភិបាលសំទោសអត់មានកែទេរឿងដូរគណៈបកប្រឆាំងនេះគឺដើម្បីទៅដូររដ្ឋាភិបាលហ្នឹងហើយដូរទ័ពប្រយុទ្ធរដ្ឋាភិបាលឧបសគ្គដែលយើងត្រូវប្រយុទ្ធដើម្បីយកឈ្នះឧបសគ្គមួយហ្នឹងតាមទស្សនៈរបស់ខ្ញុំថាដូរទ័ពប្រឆាំងបើមិនដូរទេអញ្ចឹងរដ្ឋអាណត្តិហើយមើលទៅអត់ឃើញចប់ទៀតហេតុអីនឹកក្នុងចិត្តថាតាអស់ហ្នឹងគាត់រៀងចាស់ហើយមើលទៅទឹកចិត្តងាប់អស់ហើយចប់ហើយទេដូចឃើញចប់ទៅឃើញកូនចៅគាត់ល្វើកមកទៀតគាត់ទៅវាក្នុងម៉ែអាដូវខ្ញុំនឹកក្នុងចិត្តថាអូអញទៅដូចគ្នាដែរមើលទៅមិនឈ្នះពួកអាខូចហ្នឹងនៅជំនាន់អញទេគេមានកូនអញក៏ត្រូវតែមានកូនចៅរបស់អញដែរបើមិនចឹងទេតពូជតពងប្រយុទ្ធប្រឆាំងមួយអាហ្នឹងអត់បានទេពួកអីពួកនឹកក្នុងចិត្តថាមិនឈ្នះជំនាន់អញទេមើលទៅអញ្ចឹងវាត្រូវតពូជតពងកូនចៅយើងដែរខ្ញុំឃើញពួកអ្នកល្បីក្នុង Facebook គេនឹងមកទៀតហើយស្រីប្រហែលអ្នកហ្នឹងឃើញប៉ោចពួកក្មេងៗណាបងប្អូនដែលវារៀនសូត្រការនិយាយស្ដីពីខ្ញុំមកបងប្អូនសឹងតែពេលដែលវាផ្សាយផ្ទាល់ខ្ញុំនៅក្នុងតំបន់ដែលស្ដាប់រ៉ាឌីយ៉ូលឺវានិយាយអត់ចង់ចេញទេវាអាក់អឺព្រោះវាដឹងថាខ្ញុំកំពុងស្ដាប់វាអត់ស្រួលក្នុងខ្លួនតសោះពីព្រោះវាដឹងថាគ្រូវាកំពុងស្ដាប់ដល់ពេលឃើញស្រីនិយាយនៅក្នុង Facebook នោះណាអ្នកល្បីរបស់គណៈបកសង្គ្រោះជាតិខ្ញុំចេះតែនឹកក្នុងចិត្តថានាងអើយនាងបើថារកពីអីនិយាយមិនបានទេកុំឈើរកពាក្យនេះរកពាក្យនោះមកប្រឡប់ជួនកាលរនឹកអីនិយាយបាត់ឈើមួយដើម្បីដកឃ្លារនឹកទៀតថាកពតអស់នេះណាអញកាន់ក្បាលមេក្រូទឹកហើយអញស្គាល់ណាស់អាកពតអញ្ចឹងនោះបើថានិយាយតល់ទេឲ្យវាដឹងច្បាស់ជាតល់ទៅកូននិយាយឲ្យញាប់ឆាញ់អាអត្តន័យទាំងស្រុងនៃការនិយាយក៏មិនដឹងឯណាអាចឆ្ងាប់ជាប់ឃ្លាមួយទៅឃ្លាមួយក៏មិនដឹងឯណាលឺតែញាប់ត្មងតោបងប្អូនដែលឃើញស្មោធ្លាក់ពីលើភ្នំហ៎មិនបាច់ទៅធ្វើផ្លូវឲ្យស្មោធ្លាក់អីវាគ្មានចាំផ្លូវឯងវាមករហូតតោហើយមានអារម្មណ៍ថាវាខ្លាំងជាងមួលសុខហួរទៀតនោះពួកមួលសុខហួរដូចឯងជាទៀតតាក់តើអ្នកខ្លះគេនិយាយថាមកពីគាត់និយាយអង់គ្លេសយូរគាត់ទៅចេះខ្មែរដល់ពេលខ្ញុំទៅស្ដាប់អង់គ្លេសដូចតែខ្មែរបងប្អូនដូចតែខ្មែរវិញហួរខ្ញុំដូចខ្មែរចឹងដល់ពេលស្រីប្រហែលអ្នកនៅក្នុង Facebook ក្រោយនេះងាប់តែគេយល់ថាគេខ្លាំងជាងមួលសុខហួរទៀតពួកវិញងាប់មកតើខ្ញុំចេះតែនឹកក្នុងចិត្តរៀងហើយនាងអញកាន់ក្បាលមេក្រូនិយាយតែទឹកក្បាលមេក្រូអញមានបាត់ពិសោធន៍ណាអញនិយាយទៅធ្វើឲ្យធ្វើមិនដឹងនេះធ្វើបើទៅទៀតនឹងវិញខ្មាស់គេងាប់ទេខ្ញុំមិនដឹងណាបងប្អូនអញនិយាយទៅអើរនឹកអីមិនឃើញមួយឲ្យចិត្តតែរនេះរនោះមកនិយាយខ្ញុំដឹងហើយកម្មសខាសំនាទីអត់តែតកែក្រុមនោះអត់ទេបងឲ្យតែមានប្រជាពលរដ្ឋគ្រប់ធំគឺឲ្យតម្លៃហ្មងបងប្រជាពលរដ្ឋគ្រប់ធំនឹងចំអ្នកខុសឬត្រូវគេអត់គិតទេពួកយើងយល់ច្បាស់ថាអញ្ចឹងយល់ច្បាស់ថាវិបត្តិនយោបាយនៅក្នុងស្រុកខ្មែរគឺវិបត្តិចែកអំណាចហ្នឹងបើមិនដូរគណៈបកប្រឆាំងចេញទេអត់ចប់ទេវិបត្តិនយោបាយហ្នឹងកើតមានរដ្ឋអាណត្តិហើយបើតាចាស់ទាំងពីរអ្នកហ្នឹងលាចាកលោកទៅក៏មិនចប់ដែរកូនចៅប្រព័ន្ធមកទៀតហើយតើហ្នឹងមកទៀតអញ្ចឹងនិយាយរួមទៅទោះតែដូរគណៈបកប្រឆាំងហ្នឹងដូរទៅបាត់ដើម្បីដូរគណៈបកប្រឆាំងហ្នឹងបានទីផ្សារហ្នឹងអត់ងាប់ទេណាបងប្អូនពួកអ្នកទិញវានៅតែទិញអញ្ចឹងបានកាន់ក្បាលមេក្រូបញ្យល់ទៅរៀនឲ្យរៀនគិតត្រេកនេះពិចារណាពី3អាណត្តិហើយល្មមមានបទពិសោធន៍ខ្លះទៅកុំឲ្យមេក្រូបានតែរហូតអញ្ចឹងអាណត្តិក្រោយស្រួលគេនិយាយថាម៉េចអើយ55កៅអីហើយតែ7 8កៅអីទៀតឈ្នះហើយមកវឹកទៀតទៅមិនស្រួលមកវឹកទៀតទៅនោះងាប់ទៀតហើយតាំងតែកូនមកឯងបងអើយដោយបងឯងនិយាយត្រូវមែនទៀតខ្ញុំថាមែនតែឥឡូវទេចិត្តដល់ពេលបោះឆ្នោតគេត្រឡប់តាំងទៅទៀតឥឡូវកុំមកនិយាយជាមួយខ្ញុំយើងគ្មានជឿបងប្អូនឯងទេពួកយើងច្បាស់លាស់ក្នុងចិត្ត
គ្នានឹងក៏បដូរគណៈបកប្រឆាំងចេញទៅមកដល់កន្លែងហ្នឹងគេសួរយើងបញ្ហាគឺរដ្ឋាភិបាលហើយចុះហេតុអីបានមកនិយាយរឿងគណៈបកប្រឆាំងហ្នឹងមិនក៏មិនទៅដូររដ្ឋាភិបាលប្រមូលគ្នាដើម្បីដូររដ្ឋាភិបាលទៅមកនិយាយរឿងដូរគណៈបកប្រឆាំងបងប្អូនគោលដៅយើងគឺដូររដ្ឋាភិបាលហ្នឹងហើយតាមជាយើងដូរទ័ពប្រយុទ្ធរបស់យើងទ័ពមួយណាដែលអាចប្រយុទ្ធឈ្នះនឹងរដ្ឋាភិបាលយើងដូរពីព្រោះរដ្ឋាភិបាលគឺកែអកាលទេគឺគាត់ប៉ុណ្ណឹងអញ្ចឹងចាត់ទុកថាគាត់គឺជាបញ្ហាតើយើងយកឧបករណ៍អីទៅទប់ទល់ជាមួយនឹងបញ្ហាហ្នឹងឧបករណ៍ចាស់គឺគណៈបកប្រឆាំងហ្នឹងទៅរួចទេបងប្អូនទៅរួចទេខ្ញុំគិតថាទៅវារួចទៅអត់រួចទី1បងប្អូនទឹកចិត្តហ្មងវាអត់មានការទទួលខុសត្រូវទោសរបស់គាត់មិនមែនជាវិបដិសារីមិននឹងអញ្ចឹងណាបងប្អូនមិនស័ក្តិសមជាអ្នកដឹកនាំទេព្រោះដល់អ្នកគាត់និយាយថាម៉េចទេបើអ្នកដឹកនាំមួយណាបញ្ជូនគាត់ចូលទៅក្នុងសមរភូមិដោយគ្មានការស្ទាក់ស្ទើរពួកគេមិនសមជាអ្នកដឹកនាំទេបងប្អូនពិចារណាមើលពាក្យសម្ដីរបស់មនុស្សស្រីផងជាពាក្យសម្ដីពលត្រូវគាត់ឆ្លោះខ្លួនគាត់បើអ្នកដឹកនាំមួយណាបញ្ជូនគាត់ទៅក្នុងសង្គ្រាមដោយគ្មានការស្ទាក់ស្ទើរបុគ្គលប្រភេទនោះចាត់ដាក់មិនសមជាអ្នកដឹកនាំទេយកឈាមគេដើម្បីផលប្រយោជន៍គាត់ខ្លួនណាមួយហើយអ្នកដឹកនាំពិតប្រាកដបេះដូងបើវាស្ទាក់ស្ទើរបងប្អូនថ្លឹងថ្លែងមើលណាតើឈាមប៉ុណ្ណឹងដូរមកវិញវាសមរម្យអត់របស់តែបានមកហ្នឹងលើកអាឈាមតែហូរទៅអត់តើមានមធ្យោបាយណាទេល្អជាងនឹងដោយមិនចាំបាច់ដូរឈាមអត់គិតណាអាគិតចឹងហើយតែជាអារម្មណ៍ស្ទាក់ស្ទើរប៉ុន្តែបងប្អូនមើលគណៈបកប្រឆាំងមើលរុញបងប្អូនទៅងាប់ដល់ដោយអត់មានស្ទាក់ស្ទើរបងប្អូនមើលបាតកម្មប្រហែលថ្ងៃហ្នឹងមើលខ្ញុំនឹកក្នុងចិត្តតែខ្លួនខ្ញុំហ្នឹងបងប្អូនមានរឿងខ្លះកំបាច់កំបុកបន្តិចបន្តួចសោះប៉ុន្តែដល់ពេលណាយើងមានអារម្មណ៍សង្ស័យថាយើងមានអីខុសទៅលើគេវាស្ទាក់ស្ទើរក្នុងចិត្តហ្មងដូចជាមានអារម្មណ៍ថាអញធ្វើអីខុសមានអារម្មណ៍ guilty ហ្មងឧទាហរណ៍ថារដ្ឋអានមិត្តភក្តិវាកេងចំណេញលើយើងហើយកេងចំណេញ4-10ឆ្នាំហើយយើងស្គាល់ម្នាក់ហ្នឹងកែមិនក៏មិនឡើងវានៅតែអញ្ចឹងដល់តែយើងគិតសក់គ្រប់ទៅយើងគិតថាវាល្មមសមរម្យរយៈពេល4-10ឆ្នាំវាល្មមសមរម្យឲ្យយើងឈប់រាប់អានមនុស្សហ្នឹងរយៈពេលក៏វាល្មមគាត់ពិសោធន៍តែយើងបានតាក់ទងជាមួយមនុស្សហ្នឹងក៏វាសមរម្យដែរដូច្នេះវាគ្មានអីជាវិបដិសារីឲ្យយើងយល់ថាយើងមានកំហុសក្នុងរឿងតំណាក់តំណងនឹងទេក៏កាត់ចិត្តឡើងរាប់អាននេះទៅយ៉ាងថ្ងៃមួយគេមិនតែប្រាប់យើងថាខ្ញុំពិតជាមានកំហុសដូចអ្នកឯងគិតមែនប៉ុន្តែខ្ញុំមានបញ្ហារបស់ខ្ញុំនោះគឺដោយសារអ្នកឯងមិនបានយល់ពីបញ្ហារបស់ខ្ញុំគ្រប់ជ្រុងជ្រោយគាត់តែឃើញតែប៉ុណ្ណឹងបងប្អូនអង្គុយងើបអង្គុយងើបដៃងើបរហូតចេះនឹកក្នុងចិត្តតិចមែនទៅវិញឯងគិតពីភពជ្រុងជ្រោយតិចខុសលើគេទៅណាចាំណាប់គ្នាតិចវាមានបញ្ហាបើអញមានបញ្ហាដូចវាថែបដូចតែវាដែរយ៉ាងចឹងវាអត់ប្រាក់លាក់ក្នុងក្បាលយើងណាសំយ៉ាងទីម៉ាត់មកបងប្អូនស្រួលកម្មករវាបាតកម្មវាក្តៅក្រហាយវាពេកវាកើតជាអំពើហិង្សាទៅសំទីក៏ដឹងច្បាស់ថាបាតករនឹងគឺពិតជាបាតករមែនតែនណាមិនអ្នកប្រឡំចូលមកទេបងប្អូនឃើញពួកវានិយាយគាត់ថាគ្លីនិកមួយហ្នឹងឲ្យបានពួកវាវាយមកពីមិនព្រមជាបាលកម្មករដែលត្រូវរបួសហើយវាថតគេនិយាយពេញមុខហើយអ្នកនៅក្នុងណាវាមានបងមានប្អូនរបស់វាដែរវាដឹងថាបងវានឹងកម្មករពិតប្រាកដវាដឹងថាដល់ពេលសំស៊ីគាត់និយាយគាត់ថាមិនមែនគាត់ទេអាពួកនឹងគាត់តែពួកជាតិឱកាសដែលរដ្ឋាភិបាលបញ្ជូនមកទេនិយាយគឺអត់កំណត់អីទេចឹងបងប្អូនរៀនមើលអញ្ចឹងចាប់ដាច់ណាបងប្អូនចាប់ដាច់រត់អានគ្នាបងប្អូនស្រឡាញ់យើងណាអ្នករត់អានយើងហ្នឹងប៉ុន្តែបងប្អូនមើលចរិតរបស់វាចំពោះអ្នកដទៃជួនកាលមនុស្សហ្នឹងជួយយើងទៀតណាល្អមួយយើងទៀតណាប៉ុន្តែបងប្អូនមើលចរិតវាចំពោះអ្នកដទៃឧទាហរណ៍វាជពាក់លុយគេឲ្យគេមកទាអូសម្ដីវាខ្លាំងណាបងប្អូនណាមិនដឹងអញ្ចឹងណាទៅដល់ថ្ងៃវាមានរឿងមួយយើងដូចគ្នាបងប្អូនដូចគ្នាបងប្អូនកុំសង្កត់ថាអានឹងល្អមួយអញអាក្រក់មួយអាណាមួយទៅគាត់ដល់ថ្ងៃដែរបាទគាត់ដល់ថ្ងៃដូចមនុស្សប្រុសចិត្តដាច់មួយស្រីអញ្ចឹងណាអូប្រពន្ធអូណាបានស្រីចិត្តដាច់មួយគេមិនឆ្លាញ់អញគាត់ដល់ថ្ងៃម្នាក់ដល់ថ្ងៃជាមួយនាងអញដូចគ្នាម្នាក់ថាដូចគ្នាអញ្ចឹងបងប្អូនរៀនប្រកេតសំមិនទីអញ្ចឹងបងប្អូនគាត់និយាយថាពួកហ្នឹងមិនមែនជាពួករួមចាក់តែគាត់ទៅកែកោឲ្យគេបាតកម្មនោះទេគឺជាពួកខាងរដ្ឋាភិបាលមកប្រកបទេបងប្អូនគ្នាទៅខាងណាឆ្ងល់ទៅខាងណាអ្នកងាប់នោះ
ណាគេទៅខាងណាបងប្អូនបើបណ្ណាគេធ្វើរូបចម្លាក់ហ្នឹងគេត្រូវដាក់ហាមអីទេអាអ្នកងាប់ហ្នឹងនឹងហើយគឺជាមុខជនស្លៀកឱកាសបង្កចលាចលក្នុងសង្គមខ្មែរអញ្ចឹងហើយបងប្អូនពិចារណាមើលកូនយើងខ្លួនយើងដែលយើងនៅរស់យើងជួយចាប់ប៉ុណ្ណាសំយ៉ាងទីគាត់និយាយប្រយស្រួលមកគាត់តែមានគាត់និយាយថាបើមានអ្នកនាំណាបញ្ជូនគាត់យកទៅក្នុងសមរភូមិឲ្យមានការចាក់ទើពួកគេមិនសមជាអ្នកនាំទេសំយ៉ាងទីអត់មានចាក់ទើទេបងប្អូនមនុស្សសំយ៉ាងទីបងប្អូនមើលឲ្យច្បាស់អូមហាបងប្អូននិយាយពីនិយាយគ្មានការទទួលខុសត្រូវទេគ្មានការគិតថារឿងនឹងច្បាស់លាស់ក្នុងចិត្តឲ្យបាននិយាយទេព្រោះអីព្រោះបុព្វដេសរីមិនមែនជាគុណកម្មសម្រាប់គាត់ឡើយគាត់បើចង់ឲ្យគាត់ទទួលគុណកម្មណាក៏បំនួងវាយគាត់ថាគាត់ឈឺរឿងបុព្វដេសរីមួយសំទោសអត់មានទេហើយក្នុងការដឹកនាំរដ្ឋមួយដែលអត់មានប្រព័ន្ធ check and balance ស៊ីសងទៅលើឆន្ទៈរបស់អ្នកដឹកនាំទៀតបងប្អូនអូទីតែឡៃដៃបណ្ដោយឧទាហរណ៍គាត់និយាយនៅទីលានប្រជាធិបតេយ្យបងប្អូនណាបងប្អូនខ្ញុំទូស្លាប់មិនឲ្យណាចោលបងប្អូនទេបងប្អូនជាដៃគូដល់ពេលខ្ញុំមើលស្ថានភាពម្សិលមិញបងប្អូនហើយដូច98មហាសែនទៅ98ថ្ងៃហ្នឹងគេប្រក្រាបបាតកម្មគេប្រក្រាបថ្ងៃត្រង់ព្រោះច្រើនតែស្ងាត់មនុស្សថ្ងៃត្រង់អុកគ្នាទី1ដល់ទី2ពួកយើងមន្ត្រីខ្ពស់បានទទួលតំណែងមុនទាំងអស់រត់ចោលកន្លែងបាតកម្មទាំងអស់98ចឹងខ្ញុំចឹងណាគេឲ្យតំណែងមុនប្រចាំបាត់អ្នកភូយឿនអូគេស្នេហាជាតិកាន់ក្បាលមេក្រូឡើងនៅមុខរដ្ឋសភានោះអាឡាដឹកអាចស្អុយទឹកបាញ់កន្លងបាញ់កលិនហើយទៅមានអាណាមួយណាបងប្អូនចំនឹងស៊ីអីគេដឹងអត់គេកាត់អស់លីងមកសិលមិញហ្នឹងចាំដែរបងប្អូនគេទុកឲ្យយាយតាកតានៅក្នុងគេដាច់ទៅបងប្អូនគេថត YouTube មកអាណិតគាត់ដែរបងប្អូនចោលខ្នងយាយហើយរួតទៅយាយតាជួយស្រែកហើយគាត់ចោលទៅប្រញាប់ឡើងអាណិតគាត់បដាទិញគាត់បដាបងប្អូនគាត់នឹងហើយតែទៅចូលរួមគ្រប់គ្រងឲ្យមានចលាចលចុងបងប្អូនអាណិតគាត់ដែរគាត់ល្ងងបងប្អូនប៉ុន្តែដល់ពេលមើលទៅក៏អត់មានណាជួយគាត់បានតែទៅលុបមាត់បាក់មេគាត់ទៅអត់បានដល់នឹងទីគាត់ត្រេកច្បាស់បងប្អូនខ្ញុំស៊ូស្លាប់មិនចោលបងប្អូនទេដឹងតែថ្ងៃហ្នឹងបំនួងវាយប្រុចបោកប្រាំងផ្សាយយកមិញថាទូរស័ព្ទទេមិនចូលទេឃើញអត់ហើយគេចិត្តឲ្យញួនងណាហើយឯងក៏មិននៅខ្លាចដែរប៉ុន្តែដល់ពេលគេខ្លាំងពេកហើយនោះគេថាមិនអីទេបងប្អូនខ្ញុំមិនទៅណាចោលបងប្អូនទេបើលឺតែគេនិយាយថានៅទាំងអស់គ្នាទេចុះប៉ុន្តែដល់ពេលគេដឹងគេរត់តាត់អត់តែមានបុព្វដេសរីអីបន្តិចបងប្អូនសង្កេតមើលប្រវត្តិអសន្នទៀតអញ្ចឹងបងប្អូនអត់តែមានបុព្វដេសរីមនុស្សសំយ៉ាងទីមានបុព្វដេសរីមនុស្សគ្មានបុព្វដេសរីបងប្អូននិយាយបានអត់មានការទទួលខុសត្រូវហើយការដឹកនាំប្រទេសរបស់យើងអត់មានច្បាប់គ្រប់គ្រងអ្នកដឹកនាំទៀតណាត់ហូបដុំសំទីគាត់មានកាយប្រព័ន្ធណាវាទីសងលើឆន្ទៈរបស់គាត់ងាប់ហើយបងប្អូនអើយមនុស្សអត់មានការទទួលខុសត្រូវអញ្ចឹងខ្ញុំមើលអត់ឃើញពលឺទេបងប្អូនអត់មានឃើញពលឺសម្រាប់ស្រុកខ្មែរអីទេអត់ទេឃើញនឹងប្រឆឹងមកទី1ដួងចិត្តរបស់គាត់មិនមែនជាដួងចិត្តអាណិតអាសូរប្រជាប្រដ្ឋទឹកប្រកបាំងប្រជាប្រដ្ឋណាបងប្អូនគាត់មានតែអារម្មណ៍អដើម្បីឲ្យគេមើលឃើញថារដ្ឋាភិបាលនឹងវាក្រក់ទេបងប្អូនបើយើងណាខ្លាំងខ្លាយមើលថាការងើបបាក់បោរបស់ប្រជាប្រដ្ឋទៅវាមានកម្លាំងធំធេងរបបមួយដែលយើងយល់ថាវាចាក់ឥទ្ធិពលអាក្រក់ដល់ប្រទេសខ្មែរនឹងវាខ្លាំងហើយយើងងាត់ពី 3000 នាក់ដើម្បីបដូរទាញប្រទេសរបស់យើងចេញពីចង្កូមបរទេសមកណាបើយើងខ្លាំងខ្លាយមើលថាងាត់ពី 3000 នាក់នឹងវាសមល្មមអូខេយើងនិយាយទាំងអស់គ្នាជួយឲ្យយើងធ្វើហ្មងហើយងាត់កន្លែងពួននេះខ្លួនតាមលទ្ធភាពបាក់បោធ្វើមិនត្រូវបាក់បោឲ្យបានហ្មងប៉ុន្តែនិយាយគ្នាចាំផងណានិយាយគ្នាចាំផងតែនេះអត់ទេណាមាត់គេថាអហិង្សាមាត់ទៅប៉ុន្តែជើងគេឆ្កាំងរហូតឆ្កាំងឲ្យការធ្វើហិង្សាទៅដល់ពេលការធ្វើហិង្សាទៅយើងងាប់គេថាអត់ដឹងទេពីព្រោះគេនិយាយថាអហិង្សាពីព្រោះគេដឹងថាកម្លាំងរបស់ប្រជាពលរដ្ឋណាវាអត់ដល់ថ្នាក់ងើបបាក់បោទូទាំងប្រទេសដើម្បីដួលរំលំដូននៅខាងមជ្ឈិមបូព៌ាទេអត់ទេប៉ុន្តែគេឆ្កាំងឲ្យវាងាប់ខ្លះទៅដើម្បីចរចាតំណែងទួនាទីរបស់គេហើយងាប់ឲ្យគេអត់ទទួលខុសត្រូវទៀតណាយកបាយទៅធ្វើចឹងណាបងប្អូនយកបាយឲ្យតែប្រភ្លើងងាប់ទៅអស់ចាំពាក្យខ្ញុំមកឲ្យតែប្រភ្លើងងាប់ទៅអស់ខ្ញុំសង្កេតមើលចិត្តអ្នកដឹកនាំខ្មែរ
ជាពិសេសគឺពួកគណៈបកប្រឆាំងខ្ញុំមើលទៅរួមចិត្តនេះមិនស័ក្តិសមជាអ្នកដឹកនាំទេអត់ឈឺកវៃកូនគាត់លៀនមិនឈឺឡើងមកអ្នកដឹកនាំបងប្អូនប្រជាប្រដ្ឋហ្នឹងទុកដូចជាសមាជិកគ្រួសារតែមួយចឹងបាក់ឈឺបងប្អូនបាក់ឈឺហ្មងណាហើយនោះឈឺមិនឈឺទោះគិតសិនទីកន្លែងហ្នឹងតែអញមិនចូលរួមក៏គេថាអញឈឺទៅគិតសិនអញ្ចឹងមានឈឺញាច់ទេណាដល់ពេលយើងគិតអញ្ចឹងសកម្មភាពខ្លះគិតមិនត្រូវដឹងធ្វើម៉េចឲ្យវាសមរម្យពុជចិត្តអត់មានចំទីចិត្តអញ្ចឹងបងប្អូនចិត្តបងប្អូនមើលគ្រប់សកម្មភាពរបស់គាត់គឺញោមឲ្យប្រជាប្រដ្ឋទៅមុខរហូតហើយគាត់ប្រែទៅរត់ទេប៉ុន្តែពាក្យរបស់គាត់គាត់ថាគាត់ទូស្ដាប់មិនតាណាចោលប្រជាប្រដ្ឋទេហើយអាក្នុង Facebook ក្នុងអីហ្នឹងហើយនឹងពួកស្រីតែបង្ហោះរូបហ្នឹងគេចាក់រកប្រជាប្រដ្ឋយើងស៊ូស្ដាប់បងប្អូនយើងមិនទៅណាចោលទីលានប្រជាធិបតេយ្យទេក៏ទម្លាក់ហ៊ុនសែនបានអូប្រជាប្រដ្ឋលឺគេខ្លាំងមកទៅដែរដល់ពេលគេដឹងមុនគាត់លេងប្រជាប្រដ្ឋអងានៅក្នុងទៅចិត្តគាត់តែចំនួនគឺអញ្ចឹងបងប្អូនអញ្ចឹងតើបងប្អូនមើលចិត្តអ្នកដឹកនាំអត់ទាន់ទេហើយបងប្អូនចូលរួមខ្ញុំថាបងប្អូនរងគ្រោះរហូតហើយខ្ញុំនិយាយអញ្ចឹងណាគេថាពួកយើងហ្នឹងអាយ៉ងរបស់គណៈបកប្រជាជនយើងកំពុងតែរៀបចំទ័ពរបស់យើងឲ្យវាខ្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធឲ្យឈ្នះគណៈបកប្រជាជននិយាយប្រយុទ្ធឈ្នះគណៈបកប្រជាជនហ្នឹងសឹងតែវាមិនត្រូវទេបងប្អូនប្រយុទ្ធឈ្នះអង្គើតែគណៈបកប្រជាជនកំពុងតែធ្វើអាហ្នឹងក៏ចំមានន័យថាម៉េចមានន័យថាគណៈបកប្រជាជនកែទៅជាល្អក៏អូខេដែរយើងអូខេប្រយុទ្ធឈ្នះអង្គើតែគណៈបកប្រជាជនកំពុងតែធ្វើមិនប្រយុទ្ធឈ្នះតួអង្គនឹងទោះបីគេធ្វើល្អក៏ដោយមិនបានទេមិនចង់ទេចិត្តយើងអញ្ចឹងអត់ខ្ញុំនិយាយប្រាប់ប្រជាប្រដ្ឋថាសូមឲ្យមើលខ្លឹមសារនៃជោគជ័យកាលណានាំជាតិទៅដល់គោលដៅអ្នកណាកាន់ក៏ដោយអានោះឲ្យជាជោគជ័យបងប្អូនទៅមើលខ្លឹមសារនៃជោគជ័យតែគណៈបកប្រឆាំងអត់ចឹងទេបងប្អូនអត់អញ្ចឹងទេពួកគេក៏គេជ្រះហើយខ្ញុំណាចង់និយាយប្រាប់ប្រជាប្រដ្ឋថាម៉េចទេគាត់និយាយទៅគាត់ប្រហែលគិតឃើញទៀតខ្ញុំថាក្នុងគណៈបកប្រឆាំងនោះអាមេធំណាបងប្អូនអាមន្ត្រីជាប់ពួកគេណាបើយើងបង្កើតគណៈបកប្រឆាំងមួយថ្មីឲ្យត្រូវរួបរวมគ្នាណាអាធំនោះតែមួយក៏យកបានដែរក៏បានទាំងអស់ព្រោះសំរងស៊ីចរិតចង់កម្មសខាចរិតចង់បងប្អូនតែឆក់យកវាឆក់បានតែគ្នាវាចង់ណាបងប្អូនគេថាកុំពុតស្រឡៅកុំបដៅស្អីខូចចរិតក្នុងចរិតពីកណ្ដាលទៅបងប្អូនចរិតកណ្ដាលទៅបងប្អូនច្រឡំកកែសំរងស៊ីងាប់ខាតពេលអត់ប្រយោជន៍បងប្អូនពង្រៀនមាត់ឲ្យចេះនិយាយហ្នឹងហេតុជាយើងគង់តបានសម្ដេចជាយើងគង់តបានអាចវាអត់ទៅរួចបងប្អូនយើងអត់ខាតពេលណាបងប្អូននៅក្នុងនាមជាអ្នកដឹកនាំឲ្យច្បាស់ណាបងប្អូនច្បាស់ណាកន្លែងខ្លះបងប្អូនគេហៅចាក់កៅហ្មងបងប្អូនអ្នកដឹកនាំគឺត្រូវតែច្បាស់ហ្មងខ្ញុំមិននិយាយរឿងច្បាស់បន្តិចឲ្យបងប្អូនស្ដាប់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនខ្ញុំធ្វើរឿងបថុយច្រើនណាបងប្អូនអើយធ្វើហាក់ព្រោះថ្នាក់វិញជាព្រោះថ្នាក់ហូបតែខ្ញុំច្បាស់ថាអត់រត់នឹងគឺត្រូវបងខ្ញុំលើកឧទាហរណ៍មួយកាលពីចំសខាគាត់ទៅបើកគណៈបកមានពួកយើងមួយចំនួននេះវាជ្រួលច្រាចង់ចូលជាមួយកម្មសខាដល់ពេលគេដឹងចំហខ្ញុំថាខ្ញុំមិនចូលជាមួយកម្មសខាទេខ្ញុំដាច់ខាតមិនចូលទេគេថាចូលទៅយើងកែលម្អគ្នាទៅខ្ញុំថាកែឬអត់កើតកែឲ្យគ្រប់ទីអាចទៅវាមិនរួចហើយលោកគ្មានអាចទីដឹកទៅដល់ក្បែរអាចនឹងអាចកែណាក៏ទីអាចទៀតដែរអញ្ចឹងខ្ញុំយល់ថាអញ្ចឹងយើងត្រូវកែសម្រួលគ្នាចុះឡើងបងប្អូនចេញជាចរន្ត2ហ្មងគេនិយាយថាម៉េចទេពេលនេះបើបងស្នាអត់ចូលជាមួយកម្មសខាទេគណៈបកយើងបែកជាពីរខ្ញុំអញញឹមក្នុងចិត្តខ្ញុំដឹងថាមិនមែនជារឿងខូចទេគឺជារឿងយល់មិនដល់របស់គ្នាខ្ញុំគិតអញ្ចឹងគ្នាវាចង់ឈ្នះពេកចង់ឆាប់ពេកចង់ជួយប្រទេសជាតិពេកណាគ្រប់អត្តចិត្តមួយហ្នឹងទី2មិនខូចទេប៉ុន្តែបញ្ញាគ្នាមើលឃើញតែប៉ុណ្ណឹងទៅចាបចឹងណាយើងកាន់ដៃយើងមើលឃើញតែនោះកញ្ចក់បញ្ញាចាស់មើលឃើញតែនោះឆ្លងគេឃើញកញ្ចក់ឲ្យគ្នាឃើញតែប៉ុណ្ណឹងខ្ញុំថាកម្មសខាតែមិនកើតទេកែគ្នាទៅក៏ធ្វើអញ្ចឹងកាលណាគ្នាបើមិនចូលទេគណៈបកយើងបែកជាពីរដល់ពេលអញ្ចឹងបងប្អូនដឹងធ្វើមកជាខ្ញុំចាក់កៅមកខ្ញុំចាក់កៅខ្ញុំថាមិនអីទេរៀបចំការចរចាគ្នាជាមួយកម្មសខាទៅខ្ញុំនិយាយចឹងណាប៉ុន្តែខ្ញុំថាសម្ដានពួកយើងជាសម្ដានល្អទោះបីមានការយល់ខុសគ្នាគ្រាន់តែបញ្ញាខុសគ្នាតែចិត្តមិនខុសគ្នាទេសម្ដានល្អខ្ញុំដឹងថារៀបចំជួបជុំជាមួយកម្មសខាបានណាបាក់ដូចថ្ងៃអញ្ចឹងខ្ញុំថាវាមិនត្រូវគ្នាទេដល់ពេលខ្ញុំសន្យាជាមួយគេតែខ្ញុំសន្យាថាម៉េចទេ
ខ្ញុំថាពេលដែលចរចាគ្នាណាកុំឲ្យថាខ្ញុំនឹងមានកំណត់មិនចង់ឲ្យចូលគ្នារួចហើយខ្ញុំទៅនិយាយចេញចុះទៅដើម្បីធ្វើកុំឲ្យវាបានចូលគ្នាអញ្ចឹងដើម្បីឲ្យវិជ្ជាសាលាខ្ញុំសុំទោសក្នុងការចរចាខ្ញុំអត់និយាយទេទុកឲ្យអ្នកឯងនិយាយចោះគេទួខ្ញុំវិញថាចុះបើគេនិយាយឲ្យត្រូវគ្នាគិតមិនខ្ញុំថាបើត្រូវគ្នាខ្ញុំចូលនិយាយពីអាខាងទៀតមកឲ្យចូលនិយាយពីទៀងខោបងឯងសន្យាអីចឹងបងឯងសន្យាអីចឹងតែគេនិយាយទៅត្រូវគ្នាខ្ញុំថាវាមិនត្រូវទេមិនត្រូវទេចុះបើត្រូវថាវាមិនត្រូវទេចុះបើវាត្រូវទៅថាវាមិនត្រូវទេចុះបើវាត្រូវបងចុះបើវាត្រូវអញនិយាយថាម៉េចទៅអញថាវាអត់ត្រូវអញនិយាយចឹងចុះបើថាវាត្រូវបងអញអត់ពាក្យសន្យាថាវាអត់ត្រូវមានតែរត់វាអត់ត្រូវនឹងហ្មងខ្ញុំលើកឧទាហរណ៍ចុះបើវាត្រូវវិញថាឧទាហរណ៍ហែងវាអត់ចេញរួចវាអត់តពេលពិបាកទួពេកទៅបងប្អូនពូតែទាំងសងខាងមកដល់ខាងហ្នឹងពូទៀតចុះបើវាត្រូវបើវាត្រូវក៏អញចូលដែរទៅអញធ្វើតាមឯងទៅបើត្រូវក៏អញចូលដែរសត្វអាខាងហ្នឹងហើយអញចូលដែរសត្វមកខាងទៀតលឺទេដល់ទៅអាខាងទៀតវិញតែឲ្យតែចរចាត្រូវខ្ញុំចូលដែរណាចរចាត្រូវចូលណាចូលបើខ្ញុំច្បាស់អូនថាវាមិនត្រូវទេខ្ញុំច្បាស់តែអញ្ចឹងខ្ញុំច្បាស់មកមកកាឡានោះថាចាក់ទៅគឺពងមកចុះបើបណ្ដាជីវិតត្រូវគ្នាវិញតើយើងកលេចកលុចទៅម៉េចខ្ញុំថាអត់មានរឿងកលេចកលុចទេព្រោះវាអត់ត្រូវមកវាមានតែកាឡាអត់ត្រូវនឹងមកវាចេញតែកន្លែងហ្នឹងមកដល់ពេលតែខាងណាក៏ចេញខាងណាក៏ចេញវាพูดតែសងខាងនេះមកខាងនេះសន្យាឲ្យស្ងប់ចិត្តថាបើទោះបីជាត្រូវក៏អញចូលដែរជាពិសេសក្រុមក្មេងៗចូលទេយ៉ាងនេះចូលទេស្ងប់ចិត្តណាដល់ពេលទៅខាងមកវិញខ្ញុំថាឲ្យតែចរចាគ្នាត្រូវតែចូលខ្ញុំថាចឹងចូលព្រោះខ្ញុំច្បាស់លាស់ក្នុងចិត្តណាបងប្អូនថាវាអត់ត្រូវក៏សោះកាលពីចរចាបងប្អូនហើយខ្ញុំនិយាយលេងណាថាសឹងឯងសិតឲ្យគាត់នាំមុខហើយពុកទៅចង់ចរចាដល់តែពេលនិយាយមួយកម្មសខាមកទៅទូបងប្អូនហើយនិយាយពីជាប់ជើងឯងរហូតតោះផ្ទះវិញអាទៅក៏ញ័រទៅអាមកក៏ញ័រមកអាទៅក៏ទាញឯងចងខ្សែឲ្យទាញឯងទៅដល់ពេលអាមកវិញឯងខាងបន្តិចទៀតទៅមកគេថាអីអត់ទេជាប់ជើងរហូតទៅផ្ទះវិញទៀតអាគាត់នេះក៏ចាប់យ៉ាងហ្នឹងខ្ញុំថាចឹងតើចឹងយូរតើចឹងបងប្អូននៅក្នុងនាមជាអ្នកដឹកនាំត្រូវច្បាស់ជាពិសេសប្រទេសជាតិត្រូវយកទៅលេងសើចណាច្បាស់មានរឿងមួយទៀតបងប្អូនខ្ញុំមិនក្នុងជីវិតខ្លួននៅប្រចាំថ្ងៃរបស់ខ្ញុំមានរឿងចឹងច្រើនណារឿងដកអនុប្រធានយើងនិយាយតិចចុះខ្ញុំណាឲ្យហេតុផលច្រើនណាបងប្អូនច្រើនណាមិនមែនជារឿងគំនុំផ្ទាល់ខ្លួនទេប៉ុន្តែវាតាក់ទងជាមួយនឹងប្រសិទ្ធភាពការងារខ្ញុំនិយាយប្រាប់ថាកុំថាអនុប្រធានយើងជាអ្នកដទៃពីខ្ញុំសូម្បីតែកូនខ្ញុំប្អូនខ្ញុំក្មួយខ្ញុំកាច់ញាតិខ្ញុំស្រឡាញ់ក៏ខ្ញុំត្រូវតែយកចេញពីកន្លែងធ្វើការនឹងដែរឲ្យគាត់ទៅជាសមាជិកសំណាញ់ពីព្រោះវាតាក់ទងជាមួយនឹងធ្វើការជាមួយគ្នាមិនកើតមនុស្សមិនដែលមានអារម្មណ៍រអុកខានអីគ្នាតិចសោះខ្ញុំអត់ដែលមានកំណត់អីមិនតិចសោះអត់ដឹងខ្លួនក៏សោះចាក់កសែតសមាជមើលទាំងរកទឹកនៃខ្លួនឯងគេនោះនិយាយដើមឯងតាំងពីមុនសមាជឯងអោបគេនឹកចោលឯងបងវាដឹកចោលណាអត់ដឹងអីសោះណាឯងអត់ដឹងអីផងគេនៅតែសង្ស័យថាយើងមានល្បិចវាធ្វើសុចរិតវាធ្វើទៀងត្រង់វាធ្វើជឿរើយើងជាអនុប្រធានទេវាធ្វើតែរហូតតែឯងអត់ដឹងអីសោះឲ្យចុះតែមកតែដឹងគ្នាហើយនេះតើវាទុកចិត្តយើងអត់តែត្រូវឲ្យច្បាស់ជាត្រូវណាមិត្តឲ្យច្បាស់ជាមិត្តណាមិត្តផងទៅត្រូវផងឯកសារពីក្នុងចេញទៅក្រៅព័ត៌មានប្រជុំផ្លិតតក្រៅប្រជុំផ្លិតដល់ក្រៅធ្វើការស្អាតទេធ្វើការមិនកើតទេតាក់ទងជាមួយនឹងប្រសិទ្ធភាពការងារខ្ញុំនិយាយច្បាស់ថាអញ្ចឹងដល់ពេលក្រុមអចិន្ត្រៃយ៍របស់យើងនេះវិញគាត់ថាគាត់សុំសម្រួលខ្ញុំដែរនិយាយប្រាប់អចិន្ត្រៃយ៍ដែរនិយាយប្រាប់គឺណាខ្ញុំនិយាយប្រាប់ឯណាក្នុងចិត្តខ្ញុំគិតមិនដល់ពេលអចិន្ត្រៃយ៍គេសម្រួលថាឥឡូវចេះហ្នឹងបងខ្ញុំសុំមកឯងចុងក្រោយឥឡូវសុំសម្រួលគាត់ពីអនុប្រធានឲ្យមកជាសមាជិកអចិន្ត្រៃយ៍ធម្មតាខ្ញុំនឹកឃើញពឹកចុងអញ្ចឹងក៏កើតដែរខ្ញុំនឹកក្នុងចិត្តអញ្ចឹងក៏កើតដែរប៉ុន្តែនឹកក្នុងចិត្តបើយើងរឹងប្រឹង 100% ពេកអចិន្ត្រៃយ៍របស់យើងគេយល់ខុសពីយើងយល់ថាធ្វើការមួយគ្នាកើតតែបញ្ញារបស់គេថាធ្វើការកើតថាអញ្ចឹងអូយចាក់ខ្ញុំច្រើនដំណាក់កាលទី1និយាយពីមនោសញ្ចេតនាខ្ញុំថាបើនិយាយពីមនោសញ្ចេតនានេះណាដល់ខ្ញុំទេពេលគាត់មានបញ្ហាលុយកាក់តែខ្ញុំជួយអ្នកតែនិយាយថាមនោសញ្ចេតនាមិនដែលជួយទេកុំនិយាយនឹងមនោសញ្ចេតនាបន្តមកទៀតតាំងគណៈបកប្រជាជនគេឆ្លោះគ្នាចង់ងាប់ចង់រស់គេនៅតែជុំគ្នាទៀត
កម្មការនយោបាយនឹងគេមិនបោះឆ្នោតតម្លាក់អានឹងយកមាត់អញហ្នឹងអាគណៈកម្មការនយោបាយចង់យកមាត់ប្រធានហ្នឹងប្រធានថាធ្វើការជាមួយនឹងការដល់ពេលសុំតោក្រុមការងារដើម្បីធ្វើការមានប្រសិទ្ធភាពព្រោះឲ្យមិនដោឲ្យអញ្ចឹងគណៈកម្មការនយោបាយហ្នឹងលែងជាគណៈកម្មការនយោបាយតែនិយាយស្ដាប់គ្នាបានខ្ញុំលែងសំជាប្រធានបកដូច្នេះបើគណៈកម្មការនយោបាយមិនបោះឆ្នោតតម្លាក់ទេស្អែកឡើងខ្ញុំដាក់ពាក្យសុំឈប់ពីប្រធានលៀនរើសប្រធាននេះឯងទៅហើយខាងស្អែកដាក់ឈ្មោះទៅក្រសួងមហាផ្ទៃសូមតើបាក់ថ្មីមួយខ្ញុំនិយាយចឹងតើសម្រួលសូមចេញពីអនុប្រធានឲ្យមកជាចន្ទៃខ្ញុំតែនិយាយទេរឿងហ្នឹងទុកក្នុងចិត្តខ្ញុំយូរខ្ញុំតែនិយាយទេខ្ញុំនឹកក្នុងចិត្តថាអត់បានទេប្រកាសជាអត់បានទេពីព្រោះនៅតែក្នុងរឿងអចិន្ត្រៃយ៍បន្តិចលឺដល់អាជ្រឹមលឺដល់អាជ្រឹមខ្ញុំចេះសកាមិនកើតទេអង្គតែដករហូតចឹងឲ្យយកពាក្យហ្នឹងទៅឲ្យយើងត្រឹមត្រូវមានក្នុងមានក្រៅអីខ្ញុំថាងងអត់ណាគេមានរឿងខ្លះអីប្រពន្ធរឿងសម្ងាត់ដែរណារឿងឯកជនវាមិនមែនរឿងខូចទេរឿងសម្ងាត់ដែរណាហើយនោះប្រជុំសម្ងាត់អត់បានដកអង្គតែរហូតប៉ុន្តែក្នុងចិត្តថាយីបើយើងបដិសេធទាំងស្រុងកើតទេប៉ុន្តែចុងប្រកុយបំផុតត្រូវតែយកចេញឲ្យបាននឹកចិត្តចឹងណាដល់ពេលគេសុំបកកើតពីអនុប្រធានមកជាគណៈអចិន្ត្រៃយ៍ធម្មតាខ្ញុំគិតពឹកខ្ញុំនឹកក្នុងចិត្តថាត្រូវតែយកចេញឲ្យបានប៉ុន្តែត្រូវមកស្ដាប់ខ្ញុំនឹកក្នុងចិត្តថាមនុស្សនឹងវាដើរនិយាយរួចហើយវាដើរនិយាយថាយកអាពីលគេហៅខ្ញុំអាពីលវាថាយកអាពីលនឹងចេញឲ្យបានសម្ចាត់អាពីលនឹងឲ្យបានកុំឲ្យវាជ្រោករំលាក់ប្រចរិតវានិយាយវិញម៉ែអានិយាយថាសម្ចាត់អាពីលនឹងឲ្យបានទូទៅយ៉ាងនេះត្រូវតែសម្ចាត់អាពីលនឹងឲ្យបានខ្ញុំនឹកក្នុងចិត្តណានឹកក្នុងចិត្តខ្ញុំថាចុះបើវានិយាយអញ្ចឹងហើយចាប់តែលើគេដកវាពីអនុប្រធានណាវាចង់ដេញខ្ញុំចោលនឹកណាចង់ដេញខ្ញុំចោលដល់ពេលគេមិនព្រមដេញវាទៅជាដកវាពីអនុប្រធានមកអចិន្ត្រៃយ៍វិញខ្ញុំនឹកក្នុងចិត្តណាខ្ញុំថាច្បាស់ជាមួយនឹងអត់ព្រមទេដូច្នេះអញត្រូវព្រមពីព្រោះហុញរឿងនឹងអត់ទៅនឹងវិញខ្ញុំនឹកក្នុងចិត្តណាខ្ញុំនឹកក្នុងចិត្តថាប្រកបជាវាអត់ព្រមទេពីព្រោះវាចង់ដេញខ្ញុំចាប់ឥឡូវមិនបានដេញខ្លួនឯងចេញពីអនុប្រធានមកអចិន្ត្រៃយ៍ធម្មតាខ្ញុំថានោះអត់ព្រមទេខ្ញុំនឹកក្នុងចិត្តចឹងខ្ញុំនឹកក្នុងចិត្តខ្ញុំធ្វើមិនដឹងខ្ញុំថាអូខេទៅស្រួលវាទៅឲ្យតែវាព្រមខ្ញុំព្រមណាប៉ុន្តែខ្ញុំថាខ្ញុំគិតថាវាអត់ព្រមទេនឹកក្នុងចិត្តបន្តទៅទៀតថាអានឹង100%ប្រកបជាអត់ព្រមប៉ុន្តែវាព្រមគិតតែម៉េចណាទេអត់ទេมันអាចទេអានេះដូចលួចធាក់អញ្ចឹងណាចិត្តអបាក់អញ្ចឹងមិនបាក់អញ្ចឹងអត់គូតម៉ាំងតើមនុស្សដូចវាទទួលយកបានថាទទួលយកបានប្រកបជាទទួលយកបានអញ្ចឹងអ្នកទៅសម្របសម្រួលប្រកបជាសម្របសម្រួលបានខ្ញុំគិតក្នុងចិត្តអញ្ចឹងខ្ញុំក៏ព្រមឲ្យទៅខ្ញុំភ័យទៀតណាខ្ញុំនឹកក្នុងចិត្តបបោគេនិយាយទៅនោះវាល្ងងផងវាល្ងងណាគេសម្រួលតាមរបៀបឧទាហរណ៍ថាអូយក្នុងពេលឥឡូវនេះមិនទាន់រកពីណាចំនួនគាត់កើតទេកំដេញគាត់តាមពិតគាត់ឯងវាត្រូវហើយប៉ុន្តែរកមនុស្សចំនួនគាត់មិនបានណាគេប្រធានណាឡើយឲ្យគេឈ្នះចោះតែតាមពិតគាត់ឯងត្រូវទេដូច្នេះគាត់ឯងដកឃ្លាមកជំនាញមកព្រោះនិយាយចឹងនឹងព្រមទៅខ្ញុំបញ្ជូនពាក្យថាកុំនិយាយចឹងតែនិយាយចឹងឡើងចាងទៀតណាវាអត់ដឹងច្បាស់ថាខ្ញុំអនុគ្រោះបានវាធ្លាក់ពីអនុប្រធានមកចិនត្រៃធម្មតាណាខ្ញុំអនុគ្រោះវាខុសទាំងស្រុងនិយាយវាច្បាស់ណាបើនិយាយវាមិនស្ដាយវាឡើងចាងធ្វើការអត់កើតទៀតនិយាយច្បាស់ដល់ពេលបញ្ជូនរកជាគូគេទៅនិយាយមកព្រឹកចាប់ទៅមកវិញបងអើយគាត់ប្រោមកគាត់សុបាយចិត្តគាត់ថាគាត់ប្រោមកហើយធ្លាក់ឡើងក្តុកហ្មងចុយមិនអញគិតខុសចឹងណាមិនត្រូវទេរុននឹងអញថាវាមិនចេញរុននឹងទេមិនចេញរុននឹងទៅនឹកក្នុងចិត្តមិនចេញរុននឹងគួយគិតតែហ្មងយីទៅចេញរុននឹងវិញមិនទៅឈួតចឹងយីគិតទៅរឿងល្ងងស្មានមិនដល់ណាបើអញវិញធាក់ទេអញ្ចឹងរួចទៅធាក់ខ្លួនឯងអញមិនព្រមទេមិនទៅព្រមវិញចេះតែគួយគិតគាត់បាន2ម៉ោងផងចុះទៅមកហ្មងមកដល់នោះជឿហ្មងហើយវាមកហៅអាពេលមកចុះមកអាពេលមកទៅមកហុចមកចិច្ចកាច់ពេញមិននឹងហ្មងយ៉ាបាត់ដៃអញណាខ្ញុំទេលបងទៅហៅគណៈរដ្ឋពូសម្រាប់រួលមកខ្ញុំថាឥឡូវឃើញអត់ថាតែចេះគ្នាធ្វើត្រូវលេងមករករឿងណាឥឡូវមករករឿងទៀតហើយគណៈរដ្ឋពូអញ្ជើញមកទីបងមកចឹងខ្ញុំនិយាយគាត់ស្រួលថាជប់ឲ្យទៅរករឿងមកឯងពីពូវាមកជេរខ្ញុំមួយថ្ងៃហើយខ្ញុំផុសទាំងវីដេអូផុសទាំងសម្លេងទុកទៀតជាផុសតាឲ្យចាប់តែជេរមកទៅគណៈរដ្ឋពូគេហៅទៅសម្របសម្រួលទៀតជាតែរហូតមកខ្ញុំទៀតថាបងអើយគាត់ថាគាត់ក្តៅទេគាត់ជាប់បានតែឥឡូវគាត់ថាគាត់ឈប់ហើយថាគាត់នេះក្តៅនោះត្រូវនេះឈប់ទៀតហើយមិនចឹងទេគេថាបងខ្ញុំដាក់លក្ខខណ្ឌគាត់ស្លាមអញគាត់ថាឈប់ហើយគាត់ថាគាត់ឈប់ហើយ
អញទៅទៅណាទៀតទេនេះចាប់តាមបាន2ម៉ោងផងបងប្អូនមកតាទៀតម្ដងទៅខ្លាំងជាងមុនទៀតខ្ញុំថានឹងអត់ត្រូវនឹងត្រូវអានឹងត្រូវចិត្តមនុស្សអញ្ចឹងចង់ធាក់យើងដល់ពេលធាក់វាមិនចឹងអញ្ចឹងវាចឹងមកដល់បងប្អូនមកពុំទៅព្រោះខ្ញុំថាកាត់គ្នាបងប្អូនខ្ញុំហៅគណៈប្រតិភូមកតាទៀតអើយបងខ្ញុំសុំទោសឈប់ហើយនិយាយទៅគាត់អត់កើតទេបងមកធ្វើទៅអាហ្នឹងបានត្រូវអាហ្នឹងបានត្រូវចឹងបងប្អូនចឹងយើងជាអ្នកដឹកនាំច្បាស់មករឿងអីច្បាស់មកអត់យកប្រទេសទៅលេងសើចទេណាខ្ញុំសខាសំភារទីច្រើនណាបងប្អូនច្រើនសំភារទីចូលមួយដាច់សម្ភារដល់ពេលគេបោកថាគេបោកទីចោះតាមពិតប្រចាំបោកគេដែរប៉ុន្តែអាចកំភារនឹងខូចឈ្មោះយូរហើយដល់ខូចឈ្មោះយូរហើយតាមនឹងទីបោកក៏ដើរប្រាប់គេក៏គ្មានអាណាជឿដាច់កំភារដែរព្រោះខ្លួនឯងខូចឈ្មោះនោះថាអាចកំភារបោកទីចោះខ្ញុំណានៅក្នុងគណៈបកនឹងខ្ញុំមើលឃើញមរុនខ្ញុំថាកុំទៅចលក់ជាមួយដាច់កំភារនឹងតែតាមពិតតាមនឹងទីយើងមិនដឹងល្បិចគាត់ចង់គេលើដាច់កំភារដែរចង់ចាត់ចំណងគ្នារួចហើយគាត់តថ្លៃគាត់លួចចូលមុនតែបាច់តែបាច់តាមទីល្បិចច្រើនណាបងប្អូនដើរខ្លាយគាត់ណាប្រយ័ត្នបន្តិចគាត់វិញជាប់ផ្ទះតែយើងទៅស្នេហ៍គាត់មិនទេចាប់កាច់ណាស់បងប្អូនមើលតែបាតកម្មមួយថ្ងៃគាត់អត់ទទួលស្គាល់អ្នកងាប់នឹងដឹងចិត្តគាត់ហើយខ្ញុំឃើញអ្នកដឹកនាំខ្មែរបងប្អូនវាអត់ច្បាស់ផ្លូវទៅវាអត់ច្បាស់ខ្ញុំតាំងពីនៅរៀនបងប្អូនខ្ញុំអត់និយាយរឿងហ្នឹងរឿងខុសច្បាប់ទៀតខ្ញុំកាលហ្នឹងខ្ញុំធ្វើប្រធានចំនួននិយាយទៅចោះទៅរឿងមរុនហ្នឹងខ្ញុំធ្វើប្រធានចំនួននៅសាលាច្បាប់ខ្ញុំបងប្អូនគ្រូល្អដែលមានទីលុយកូនសិស្សប្រាប់តែគេបញ្ជូនខ្ញុំមាននិតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយខ្ញុំមាននិតិសាស្ត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលនោះណានៅឥស្លាមនេះណាអីវត្តភ្នំណាហើយគេថាគ្រូនឹងបកកាយទីលុយខ្ញុំថាទៅប៉ះអញទៅចុះខ្ញុំធ្វើប្រធានចំនួនហ្នឹងចាប់តែដល់ពេលគាត់ទៅបង្រៀននៅនោះគេប្រឡងទៀត5រៀនទាំងអស់កុំសាក់បាក់ទិលគេថានឹងនាងជាតែចឹងខ្ញុំថានោះហ្នឹងនាងប៉ុន្តែសាលាច្បាប់អត់ទេមិនដែលទាលុយទេដល់ពេលគ្រូនឹងទាលុយបាក់ទិលកូនសិស្សជាង200នាក់ចេញមកក្រៅសាលរៀននៅឃុំហ្នឹងមកទាំងអស់ក៏មកទាំងអស់គ្រូនឹងឲ្យទៅយុសាលាគេត្រូវគ្នាគេសំគ្នាគេថាឥឡូវឃើញចេះចុះបើកូនសិស្សមួយណាចង់ទិញគ្រូហ្នឹងណាឲ្យចុះហត្ថលេខាទាំងអស់មកចុះមកឲ្យតែបានលើពី 50% ពុកមួយអាហ្នឹងគេធ្វើតាមសំណូមពរកូនសិស្សស្រុកខ្មែរនេះបងប្អូនអត់មានការទទួលខុសត្រូវចង់តែបានមួយអត់ធ្វើអត់ទទួលខុសត្រូវនិយាយពីចេញអស់វិសាលបងប្អូនដល់ពេលហៅឲ្យសញ្ញេឲ្យបាន 50% ពុកមួយអាណាក៏មានសញ្ញេបាន20នាក់ផងកូនសិស្សជាង200នាក់គាត់និយាយចុចឲ្យខ្មៅទឹកនឹងចាំទៅតណាមួយឯងពលុយវាដែរ5រៀលខ្ញុំចង់ឲ្យហើយឲ្យសញ្ញេអត់សញ្ញេបងប្អូនណាខ្ញុំយកពេជ្រ3 4 5មកអង្គុយក្នុងបន្ទប់វត្តអត់ឯងហ្មងវត្តឯងមើលអាណាមកដាក់មើលអាណាមកដាក់រាប់ទៅលើ 50% ពុកមួយនិយាយពីកូនតោទឹកនៅក្រុមនោះពួកបាតកម្មអូញ៉ៃក្រុមនោះណាខ្ញុំនៅលើកំពុងចាត់ការឲ្យនយោបាយនៅលើនោះដែរដល់ពេលចុះមកក្រុមនិយាយតិចខ្ញុំប្រឡំប្រហែលផលិតឲ្យនិយាយណាបានប្រហែលអ្នកហ្នឹងទៅដល់ប្រហែលខ្ញុំវត្តឲ្យជាង100អ្នកដែរពួកឯងចំណឹកក្នុងចិត្តថាវាគ្មានអាណាឆៃទេពីព្រោះកូនសិស្សវាចេញមកយ៉ាងទឹកទាំងអស់ហើយដូច្នេះនាយកសាលាហ្នឹងឃើញខ្ញុំដើរសញ្ញេហ្នឹងគាត់មិនដឹងថាបានប្រហែលទេខ្ញុំគិតថាអញ្ចឹងសញ្ញេជំនួសគេបងប្អូនមើលញ៉េគាត់តែខ្ញុំមកយកអានឹងទៅប្រាប់នាយកព្រាមនាយកបើកមើលខ្ញុំរកឲ្យមើលលើកពី 50% បូក1ព្រាមគាត់ថាអូខេបើថាកូនសិស្សលើកពី 50% បូក1អត់ទៅអញ្ចឹងក៏អញ្ចឹងណាខ្ញុំគាត់ចេញមកពីលើប្រាប់ថានាយកសាលាព្រមមកទៅក្រុមចុចអូព្រមអញ្ចឹងទៅអាណាមើលសញ្ញេចាប់អាកោថ្ងៃចាប់ខ្ញុំក៏ថយច្រើនដងណាបងប្អូនថយច្រើនដងមានរឿងមួយទៀតបងប្អូនកាលហ្នឹងរឿងនេះត្រូវខ្ញុំប្រឡងនៅសាលាភូមិន្ទរដ្ឋបាលដល់ពេលប្រឡងទៅធ្លាក់ខ្ញុំមកប្រឡងធ្លាក់កាលហ្នឹងចេញមកពីសាលាឆាប់ប្រឡងទៅភូមិន្ទរដ្ឋបាលធ្លាក់គណៈកម្មការគេ7នាក់អ្នកចេញស៊ុយឲ្យសិទ្ធិរដ្ឋមន្ត្រីបងប្អូនរដ្ឋមន្ត្រីហៅរដ្ឋមន្ត្រីនិយាយគេអស់ទីចោះខ្ញុំវាមានគ្នាខ្ញុំមួយនៅក្នុងគណៈកម្មការហ្នឹងដល់ពេលគាត់ទៅសុំលើបន្ទុកខ្ញុំវាជាប់គាត់ថាស្នាអីជាប់ហើយស្នាអីជាប់ហើយស្នាអីតវ៉ាមកឲ្យដាក់ពាក្យបណ្ដឹងនៅគណៈរដ្ឋមន្ត្រីហ្នឹងទៅឲ្យសុកអានគាត់រដ្ឋមន្ត្រីចាំខ្ញុំទៅនិយាយសុកអានថាមានក្មេងវាដាក់ពាក្យបណ្ដឹងនៅក្រមឲ្យដាក់ពាក្យបណ្ដឹងមកខ្ញុំអ្នកចាត់ការរឿងហ្នឹងដាក់ពាក្យបណ្ដឹងហ្នឹងមិនបាច់ធ្វើអីទេសុំមើលតែកូពីស្នាអីទៅបានហើយពួកខ្ញុំមើលមួយឲ្យជាប់គាត់ថាចឹងចាំតែខ្ញុំដាក់ពាក្យបណ្ដឹងទៅមកផ្លែគាត់ឡើងទៅនិយាយលើហ្នឹងមានក្មេងមកដាក់ពាក្យបណ្ដឹងចឹងសុកអានគាត់ហៅខ្ញុំទៅចឹងមកខ្ញុំចេះអស់ចិត្តរឿងសុកអានហ្នឹងបងប្អូនគឺគាត់ត្រូវដែរជួបខ្ញុំខំត្រូវគាត់ហៅខ្ញុំឡើងទៅព្រាមនិយាយស្រួលហ្មង
មានស្អីក្មួយគាត់តែរឿងប៉ុណ្ណឹងទួទាំងមកស្អែកមួយស្អែកមកបែកមួយទៅជួបគ្នានៅអីសាលាភូមិរដ្ឋបាលហ្នឹងទៅចាំពូឲ្យទៅយកឯកសាររបស់ក្មួយហ្នឹងមកមើលខ្ញុំប្រកាសជើងទុករួចចាក់មកវាមាន2នាក់ទៀតតាមច្បាប់គេចូលប្រឡងគេបិទជា regulation គេណាគេបិទជាបទបញ្ជាថាអ្នកណាត្រូវបានអនុរិយហ្នឹងសញ្ញេបិទក្រហមគឺស្លាក់ស្បៃប្រវត្តិមកហើយមកបន្ទុកអនុរិយ2បន្ទុកមួយនោះពួកណាខ្ញុំហ្នឹងវារៀនសាលាច្បាប់ជាមួយគ្នាហ្នឹងវាធ្វើអនុរិយហើយវាប្រាប់ខ្ញុំថាបងអាមួយហ្នឹងធ្លាក់ហើយពួកអីខ្ញុំសញ្ញេ2ដងបងខ្ញុំសញ្ញេក្រហម2ដងហើយមិនសញ្ញេតែខ្ញុំទេអនុរិយទាំង2សញ្ញេខ្ញុំចាប់មួយខ្ញុំប្តឹងអាមួយហ្នឹងទៀតខ្ញុំថាខ្ញុំសុំមើលកូពីអាមួយហ្នឹងទៀតដល់ពេលវាចេញមកវាជាប់ដល់ពេលមួយទៀតខ្ញុំជឿនិយាយឈ្មោះគាត់ដូចជាប្រធានការិយាល័យសិក្សានៅភូមិរដ្ឋបាលម្ដងគាត់និយាយប្រាប់ខ្ញុំថាស្នាអើយអាមួយពួកម៉ាក់ស្នាឯងទៅធ្លាក់ឲ្យមិនបានដឹងអូយវាគូហេតុពេកស្នាឯងមិនថាកុំឲ្យបើកមើលកុំឲ្យបាត់មើលមុខទេមុខឯងទេមកស្ដីឲ្យពូនឹងប្រមាថដងពូធំបានពូសញ្ញេបិទក្រហមទៅធ្លាក់ឲ្យអានោះមិនជាប់ទេចេញមកជាប់ទៀត2នាក់នោះខ្ញុំសុំមើលទី1កូពីខ្ញុំទី2កូពីអា2នាក់នោះស្រាប់តែដល់ពេលខ្ញុំទៅតុកអានគាត់ណាត់ខ្ញុំទៅឯកទៅសិទ្ធិរដ្ឋមន្ត្រីបងប្អូនសិទ្ធិរដ្ឋមន្ត្រី7នាក់គណៈកម្មការគេនោះរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីខ្ញុំទៅព្រាមឃើញនាយកសាលាហ្នឹងគាត់ហៅប្រធានការិយាល័យសិក្សាហ្នឹងចូលទៅក្នុងបន្ទប់គាត់ខ្ញុំទៅតាំងពីគាត់ថាណាត់ជប់ខ្ញុំម៉ោង3ទៅតាំងពីម៉ោង1ខ្ញុំទៅអង្គុយចាំឃើញតាហ្នឹងគាត់ចូលក្នុងបន្ទប់នាយកសាលាដល់ពេលចេញមកវិញមុខដល់ខ្មៅសម្លុកខ្ញុំហ្មងតាហ្នឹងគាត់ដឹងតែខ្ញុំនិយាយរឿងថាគាត់ហ្នឹងអ្នកនិយាយថាមួយហ្នឹងធ្លាក់ឲ្យនោះគាត់ដឹងតែខ្ញុំអ្នកនិយាយហើយនាយកសាលាហ្នឹងហៅទៅស្អីឲ្យមុខខ្មៅអត់និយាយរកខ្ញុំឯងតិចយកទៅដល់ពេលម៉ោង2គេទៅ7នាក់ទៅដល់ទឹកតុកអានគាត់និយាយថាគាត់ស្រួលមែនទេគាត់ថាក្មួយឥឡូវចេះតាមច្បាប់គេគឺគេមិនឲ្យក្មួយមើលកូពីរបស់ក្មួយទេបើក្មួយមើលកូនតាផ្សេងទៀតនឹងសុំមើលគ្រប់គ្នាខ្ញុំថាខ្ញុំអត់ហៅក៏អាយដល់មិនទេខ្ញុំហៅពូខ្ញុំថាពូនិយាយច្បាស់ហាមក៏មិនថាឲ្យខ្ញុំមើលគាត់ថាពូនិយាយអញ្ចឹងពូអត់ប្រកាយទេពូនិយាយអញ្ចឹងព្រោះពូអត់ដឹងអំពីគាត់បញ្ជានៅនឹងឥឡូវពូពិភាក្សាហើយគឺគេមិនអាចឲ្យក្មួយមើលបានទេក៏ពីក្មួយនៅមុខពូនេះការដែលក្មួយសុំមើលបន្ទុករបស់ក្មួយហ្នឹងវាសមរម្យហើយពីព្រោះបន្ទុកក្មួយហ្នឹងខ្វះទីជាប់ហើយវាល្មមឲ្យក្មួយសុំមើលដែរពូអត់បន្ទុកក្មួយថាក្មួយសុំមើលហ្នឹងវាមិនសមរម្យទេបន្ទុកក្មួយហ្នឹងវាសមមើលមែនតែច្បាប់កន្លងគេមិនឲ្យសុំមើលទេក្មួយពូសុំទោសរឿងហ្នឹងសូមរងចាំស្ដាប់ការផ្សាយរបស់កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅថ្ងៃឯកជាបន្តទៀតកម្មវិធីយើងសូមទទួលយកការទីទានពីគ្រប់មជ្ឈដ្ឋានទូទៅតាមរយៈលេខទូរស័ព្ទ012 36 36 និង22 012 53 2003 011 53 2003 015 53 2003 ឬតាមរយៈគេហទំព័រ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ำปน